Bah, ok,នេះគឺជាហានិភ័យការងារដែលយើងមើលឃើញជាក់ស្ដែងនឹងភ្នែកហើយដូចជាអត់មានអីការពារសោះហើយការងារបែបនេះគឺជាការងារដែលបថុយប្រឋានអាចនឹងបង្កឲ្យមានភាពគ្រោះថ្នាក់មែនតើបងប្អូនឃើញទេហើយមួយទៀតកន្លែងនេះគឺក្មេងគឺមិនអាចទៅចិត្តបានទេស្ត្រីអីហ្នឹងក៏មិនអាចទៅធ្វើការបានដែរឃើញទេបងប្អូនឃើញគាត់វាយថ្មហ៎គាត់វាយដើម្បីឲ្យថ្មហ្នឹងវាតូចហើយធ្លាក់ចូលក្នុងម៉ាស៊ីនកិនយើងសាកសម័យមើលបើសិនជាចៃដន្យអីគាត់វាយអាថ្មហ្នឹងទៅហើយគាត់ល្អិលជើងដួលទៅលើកង់យងម៉ាស៊ីនឬក៏ធ្លាក់ផ្្លាត់អីទៅគឺធ្លាក់ផ្្លាត់ជើងចូលទៅក្នុងហ្នឹងវាយ៉ាងម៉េចទៅវិញអាហ្នឹងហើយបាទខ្ញុំហៅថាវាជាហានិភ័យការងារឬក៏ការងារដែលគ្មានសុវត្ថិភាពប៉ុន្តែអ្វីដែលសំខាន់គឺជីវភាពបងប្អូនជីវភាពនៅពេលដែលមានជីវភាពខ្វះខាតគឺការងារអីក៏ធ្វើបានដែរឲ្យតែមានចំណូលចឹងឲ្យសូមបងប្អូនទាំងអស់គ្នាព្យាយាមណែនាំកូនចៅបងប្អូនឲ្យប្រឹងប្រែងរៀនសូត្រឲ្យមានចំណេះដឹងពេលដែលមានចំណេះដឹងទៅយើងនឹងអាចគេចផុតពីការងារទាំងអស់នេះបានហើយឬក៏ទោះបីជាយើងទៅធ្វើការបែបហ្នឹងក៏ដោយក៏ជាការងារដែលមានសុវត្ថិភាពដែរវាមិនមែនការងារអញ្ចឹងទេនេះហើយបើយើងគិតមើលទៅវាមិនបានប្រាក់ខែអីប្រហែលប្រាក់ប្រហែលទេការងារនេះធ្វើកម្លាំងខ្លាំងមែនទេឃើញទេនេះជាម៉ាស៊ីនកំទេចថ្មបងប្អូនកន្លែងកំទេចថ្មណាអញ្ចឹងអ្វីដែលសំខាន់គឺវាគ្រោះថ្នាក់ណាបងប្អូនសូមប្រុងប្រយ័ត្នទាំងអស់គ្នា